ប្រសិនបើបងប្អូនបានឃើញផ្លែនេះនៅតាមព្រៃឬក៏របងរបស់ផ្ទះបងប្អូនតើបងប្អូនអាចហ៊ានបេះមកបរិភោគដែរទេថ្ងៃនេះយើងយកផ្លែបាសមកនិយាយដែលបងប្អូនខ្មែរយើងធ្លាប់បានបេះមកបរិភោគហើយខ្លះក៏អត់ហ៊ានបេះហូបដែរព្រោះខ្លាចពុលនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្ជាក់ថាតើផ្លែបាសយើងអាចហូបបានដែរឬទេចម្លើយនោះគឺអាចហូបបានលើកលែងតែផ្លែបាសដែលយើងមិនស្គាល់ផ្លែចំប្រភេទផ្សេងដែលអាចពុលឬដុះតាមព្រៃដែលយើងមិនស្គាល់ជាក់លាក់ថាជាផ្លែបាសបញ្ជាក់នេះជាផ្លែបាសដែលប្រជាជនខ្មែរយើងនិយមបេះស្លឹកវាដែលយើងហៅថាស្លឹកបាសយកមកស្លដូចជាកកូរប្រហើរផ្សេងនៅក្នុងមុខម្ហូបខ្មែរយើងហើយយើងក៏អាចបេះផ្លែវាដែលខ្ចីខៀវអាចយកមកធ្វើជាបន្លែនៅក្នុងមុខម្ហូបផងដែរក្រហមដូចទុំដូចខ្ញុំបង្ហាញនេះគឺយើងអាចហូបបានតែនេះវាចង់ជ្រុលហើយអាចមានដង្កូវចឹងមុននឹងបងប្អូនហូបញ៉ាំកុំភ្លេចពិនិត្យឲ្យបានជាក់លាក់ផងថាផ្លែបាសហ្នឹងអាចហូបបានឬអត់លើកលែងតែទុំខ្លាំងពេកលើដើម 90% គឺមានដង្កូវហើយ